អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងវិលជួបគ្នាម្ដងទៀតហើយដែលយើងតអំពីវីដេអូកាលពីថ្ងៃមុនដែលយើងសិក្សាអំពីដែនកំណត់អ្នកនគមថ្ងៃនេះដែរគឺយើងមកសិក្សាដែនកំណត់អ្នកនគមលោករាជនេពាគ្រប់ទម្រង់វិញម្ដងអញ្ចឹងដូចពីថ្ងៃមុនដែរការសិក្សាដែនកំណត់គឺយើងចង់ដឹងតើនគមរបស់យើងនឹងគឺវាមានន័យនៅចន្លោះណាដល់ចន្លោះណាអញ្ចឹងយើងសិក្សាតើអានគមនឹងមានន័យហើយនៅក្នុងរង្វង់ដែនកំណត់របស់វាអញ្ចឹងករណីទី1នៅពេលដែលអនុគម f នៃ x វាស្មើជាមួយនឹង logarit នៃ x បូកជាមួយនឹង p នៃ x ដែល p នៃ x វាជាភូធាអញ្ចឹងបើសិនជា logarit នៃ x អញ្ចឹងដើម្បីឲ្យ f នៃ x មានន័យកាលណាឬក៏លុះត្រាតែក៏បានដែរ x ធំជាង0មានន័យថាយើងឲ្យតម្លៃនៅក្នុងកន្សោមលិនហ្នឹងគឺត្រូវឲ្យវាធំជាង0បើវាលិន x ត្រូវឲ្យ x ធំជាង0ទើបអនុគមយើងមានន័យអញ្ចឹងបើធំជាង0ដែនកំណត់របស់វាគឺយកចាប់ពី0ទៅដល់បូកអណ្ណនណាធំជាង0រហូតដល់បូកអណ្ណនអាហ្នឹងក្នុងករណីទី1ចំពោះករណីទី2វិញនៅពេលដែល f នៃ x វាស្មើជាមួយនឹង logarit នៃ ax បូក b បូក p នៃ x អញ្ចឹង p នៃ x យើងជាភូធាដដែលណាអញ្ចឹងបើវាសិនជាតម្រង់ logarit នៃ ax បូក b អញ្ចឹងយើងឲ្យកន្សោម ax បូក b នៅក្នុងលិនហ្នឹងដើម្បីឲ្យ f នៃ x មានន័យយើងត្រូវឲ្យអាហ្នឹងធំជាង0ដូចគ្នាអញ្ចឹងយើងអាចទាញរក x បានមានថា x ធំជាងដក b លើ a ពេលយើងរកទៅអញ្ចឹងសន្មតថាឬវាស្មើដក b លើ a អញ្ចឹងកន្លែងហ្នឹងគឺ x ធំជាងដក b លើ a អញ្ចឹងយើងមិនមែនយកចាប់ពី0ទៅទៀតទេគឺយកចាប់ពីធំជាងដក b លើ a មានថាយកចាប់ពីធំជាងដក b លើ a ទៅបន្តិចរហូតទៅដល់បូកអណ្ណនអាហ្នឹងករណីទី2ករណីទី3បើសិនជា f នៃ x របស់យើងអនុគមយើងវាមានតម្រង់ logarit ហើយចែកជាមួយនឹងតម្រង់ ax បូក b ឬក៏ដក b មកបូកជាមួយ p នៃ x អញ្ចឹងកន្លែងហ្នឹងដូចគ្នាដែរដើម្បីឲ្យ f នៃ x មានន័យកាលណាយើងត្រូវឲ្យតម្លៃនៅក្នុងលិននេះគឺ x យើងធំជាង0ហ្នឹងទី1ទី2ដោយសារមានភាពបែងដើម្បីឲ្យកន្សោមមួយឬក៏អនុគមមួយមានន័យបើសិនមានភាពបែងយើងត្រូវឲ្យភាពបែងយើងខុសពី0អញ្ចឹងយើងឲ្យ ax ដក b ខុសពី0យើងរក x ទៅ b គឺ x ខុសពី b លើ a អញ្ចឹងបើ x ខុសពី b លើ a យើងអាចមើលនៅលើតារាងបន្ទាត់ចំនួនយើងបានទី1គឺ x ធំជាងអី x ធំជាង x ធំជាង0ទី1ធំជាង0យើងគូបានអញ្ចឹងពី0ដល់4ដល់មួយទៀត x ខុសពីb លើ a អញ្ចឹងបើខុសពី b លើ a វាអាចតូចជាង b លើ a និងធំជាង b លើ a ប៉ុន្តែកន្លែងដែលវារួមគ្នានោះគឺពី0ទៅដល់ b លើ a ហើយចន្លោះពី b លើ a ទៅដល់បូកអណ្ណនកន្លែងនេះយើងដែលតម្លៃវារួមគ្នាអញ្ចឹងយើងអាចទាញរកដែនកំណត់ ds របស់យើងគឺយកចាប់ពី0ទៅដល់តម្លៃ b លើ a ហើយយកធំជាងតម្លៃ b លើ a ចាប់ពីតម្លៃ b លើ a ឡើងទៅរហូតដល់បូកនឹងអញ្ចឹងកន្លែង b លើ a គឺយើងអត់យកកន្លែងហ្នឹងយើងប្រើវងកញ្ចក់បង្ហាញថាកន្លែងហ្នឹងគឺយើងអត់យកតម្លៃ b លើ a ទេបើយើងប្រើដង្កៀបអាហ្នឹងគឺយើងយកអាហ្នឹងលក្ខខណ្ឌទី3ចំណែកឯលក្ខខណ្ឌទី4លក្ខខណ្ឌទី4នេះអាចថាគ្នាយើងរៀងមើលទៅរៀងប្រវត្តិតិចឡើងពីច្រើនអញ្ចឹងនៅពេលដែល f នៃ x យើងវាមានតម្រង់ p នៃ x បូកជាមួយនឹង logarit នៃកន្សោមសន្និទាន ax បូក b ចែកឲ្យ cx បូក d អញ្ចឹងទៅអញ្ចឹងដើម្បីឲ្យ f នៃ x មានន័យកាលណាតែកន្សោមសន្និទាននៅក្នុងលិនហ្នឹងគឺវាធំជាង0អញ្ចឹងកន្លែងនេះគឺយើងត្រូវសិក្សាសញ្ញាយកសញ្ញាភាគយកនិងភាគបែងមកចែកគ្នាដើម្បីឃើញសញ្ញាមកកន្សោមនឹងបានអញ្ចឹងយើងត្រូវរកឫសវាសិនអញ្ចឹងរកឫសយើងត្រូវឲ្យភាគយកភាគបែងស្មើ0ទៅរកឫសវាបានហើយអញ្ចឹងបើភាគយកស្មើ0 ax បូក b ស្មើ0យើងទាញរកអីទៅគឺស្មើដក b លើ a ហើយកន្សោមភាគបែងយើងគឺ cx បូក d ស្មើ0យើងទាញរក x ទៅវាស្មើដក d លើ c នេះអញ្ចឹងហ្នឹងបើសិនជា x យើងស្មើដក b លើ a ជាមួយនឹងដក d លើ c អញ្ចឹងយើងអាចគូសតារាងសញ្ញាមួយនេះតារាងនេះគឺជួរដេកទី1គឺដាក់ x ដែលយើងនិយាយពីដែនកំណត់របស់យើងនឹងតម្លៃឫសហើយជួរដេកទី2គឺយើងនិយាយអំពីភាគយកជួរដេកទី3យើងនិយាយអំពីភាគបែងហើយជួរដេកទី4គឺយើងយកភាគយកនិងភាគបែងមកចែកគ្នាតែសញ្ញាយើងចង់បានគឺ
វិជ្ជមានធំជាង0អញ្ចឹងអានេះដកអណន្តដក b លើ a ដក d លើ c បូកអណន្តអានេះក្នុងករណីដែលដក b លើ a វាតូចជាងដក c លើ d ដក d លើ c អាហ្នឹងយើងដាក់តាមលំដាប់លំដោយបែបហ្នឹងមកហើយនេះនៅពេលដែល ax បូក b កន្សោមវាភាគយកហ្នឹងបើសិនជាកន្សោម a បូក b ឬវាអីគេឬវាគឺដក b លើ a អញ្ចឹងយើងត្រូវដាក់កន្លែងឬយើងគូរវងឬក៏កន្លែងសូហ្នឹងកន្លែងហ្នឹងគឺបញ្ជាក់ថាឬរបស់វាគឺកន្លែងដក b លើ a អញ្ចឹងអានេះអត់មានទេអត់មានទេអញ្ចឹងយើងគូរចុះយើងចូលដល់ក្រោមមកគូរទៅដល់ក្រោមមកហើយមួយទៀតនៅពេលដែលកន្សោម cx បូក d នេះឬរបស់វាអីគេគឺដក d លើ c អញ្ចឹងកន្លែងហ្នឹងយើងគូរពី0កន្លែងដក d លើ c មកនេះហើយយើងគូរបន្តទៅមកបន្តមកយើងដាក់សញ្ញាដើម្បីដាក់សញ្ញានេះចេញគឺយើងត្រូវមើលអានេះជាពុធាដឺក្រេទី1អញ្ចឹងយើងតែងចំណាំថាធំដូចតូចផ្ទុយអញ្ចឹងយើងមើលមេគុណរបស់ x គឺវិជ្ជមានអញ្ចឹងធំដូចនេះសញ្ញាបូកដូចតូចផ្ទុយទៅជាកន្លែងឬវាអានេះដូចគ្នាធំដូចផ្ទុយនេះកន្លែងឬកន្លែងនេះអញ្ចឹងធំដូចនេះសញ្ញាបូកតូចផ្ទុយសញ្ញាដកតមកយើងយកសញ្ញាទាំងពីរហ្នឹងមកចែកគ្នាមកអញ្ចឹងដកចែកដកឃើញបូកបូកចែកដកឃើញដកបូកចែកបូកឃើញបូកអញ្ចឹងយើងចង់បានកន្សោមសានិទានយើងហ្នឹងហោចែកហ្នឹងគឺវិជ្ជមានធំជាង0អញ្ចឹងធំជាង0សញ្ញាបូកអញ្ចឹងមានថាសញ្ញាដកគឺយើងយកអញ្ចឹងយើងឆូតចោលអត់យកទេអញ្ចឹងតម្លៃដែលយើងយកគឺនេះចន្លោះពីនេះសញ្ញាបូកដែលយើងចង់បានវិជ្ជមានហ្នឹងអញ្ចឹងបើយើងគិតទៅលើដែនរបស់យើងគឺចាប់ពីដកអណន្តទៅដល់ដក b លើ a និងចាប់ពីដក d លើ c ទៅដល់បូកអណន្តអញ្ចឹងកន្លែងយើងទាញបានដែនកំណត់ ds របស់យើងកំណត់ពីដកអណន្តទៅដល់ដក b លើ a បញ្ជុំពីដកd លើ c ទៅដល់បូកអណន្តអញ្ចឹងហ្នឹងគឺតទៅនឹងការសិក្សាដែនកំណត់នៃអនុគម logarit បាទអនុគម logarit ហើយភាគច្រើនគ្នាយើងតែងតែច្រឡំនឹងប្រវត្តិសិក្សាសញ្ញានៅពេលអនុគមលំបែបហ្នឹងចឹងសង្ឃឹមថាវីដេអូនេះនឹងជួយបងប្អូនទៅលើការរកដែនកំណត់និងការសិក្សាដែនកំណត់របស់អនុគម logarit ចឹងកុំភ្លេចជួយចុច like follow និង share នៅផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត